សួស្តីអ្នកទាំងអស់គ្នាvà cảm ơn cảm ơnថ្មីរបស់ខ្ញុំឃើញquaវីដេអូប៉ុណ្ណឹងខ្ញុំធ្វើអីទេទៅអត់ខ្ញុំគឺមកផ្សារដើម្បីទិញកន្លែងយកទៅហូបហើយក៏ទិញពងយកទៅស្តុកទុកទៅគាត់មិនមកហើយនេះគឺយើងមកវិសាវិញហើយប្រហែលว่าយើងក៏ទិញបានដែរអ្នកទាំងអស់គ្នានេះគឺខ្ញុំគិនជួនហើយគិនជួនជាមួយពងសម្រាប់មកខ្ញុំមិនដឹងហូបវិញមកវិញគេធ្វើមកទឹកមកវិញបើតែខ្ញុំធ្វើកាត់បើតែជាខំធ្វើទៅអ្នកទាំងអស់គ្នាពងនេះនឹងអត់មានញ៉ាំហើយនេះឥឡូវគឺយើងលាងបន្លែលាងអីសិនទៅបន្ទាប់មកគឺយើងចាប់ផ្ដើមគិនពងទុកសិនទៅអ្នកនរគ្នាគិនពងហើយយើងទុកវាមួយចានសិនទៅអ្នកនរគ្នាចង់ដាក់ចានក៏ច្រើនទៅចាំតិចពេលខ្ញុំដាក់3ស្របម្នាក់ឯងហើយនេះខ្ញីរបស់យើងគឺយើងហាន់វាស្អាតហើយយើងយកមកលាងទឹកដើម្បីយកទៅចិត្តចាយើងហាន់វាអត់តូចជាងមកបន្ទាប់មកក៏យើងហាន់ខ្ទឹមវាបានឡាច់មកចាមកមិនមកដឹងមកវិញគេរំលឹកដែរអស់គ្នាហើយនេះស្លាប់មកយើងគឺយើងយកមកលាងទឹកវាតាមចោលសិនទៅអ្នកគ្នាមកទៅគឺយើងចាប់ផ្ដើមមកហាន់ស្លឹកខ្ទឹមនេះអស់គ្នាជួយចិត្តដាក់ក៏ដាក់ទៅមិនចង់ដាក់ក៏អត់ទៅតែខ្ញុំឃើញជួយចិត្តដាក់ចាសរុបមកគឺខ្ញុំមិនចូលដល់កន្លែងនិយាយអីហើយបន្តមកទៀតគឺយើងបានរៀបចំគ្រឿងយើងរួចអស់ហើយនេះអ្នកគ្នាប៉ុណ្្នឹងឯងគឺយើងអត់ច្រើនទេហើយមកហូបសាមញ្ញអាចទៅញ៉ាំនៅទីបានអ្នកគ្នាបន្ទាប់មកគឺយើងចាប់ផ្ដើមលីងខ្ញីឲ្យទន់ហើយយើងដកវាចេញសិនទៅបន្ទាប់មកគឺយើងដាក់ខ្ទឹមហើយនឹងម្ទេសហើយយើងដាក់ស្ករបន្ទាប់មកដាក់ទឹកប្រៃទីទៅអ្នកគ្នាហើយយើងដាក់ខ្ញីយើងចូលវិញមកទៅបើគឺយើងដាក់សៀនចូលយើងដាក់មកមុំទៅសាច់សៀនបានឲ្យសម្ឲ្យទឹកឲ្យវាប្រៃពេកហើយតើមកយើងភ្លក់វាទៅហើយនេះម្ហូបឲ្យយើងគឺរួចហើយហើយយើងដាក់ពងចូលប៉ុណ្្នឹងឯងអ្នកគ្នាទុកវាពងមក presenter ដាក់កូនស្រែចអូ sorry អ្នកគ្នាដាក់ស្លឹកខ្ទឹមចូលទៅជាក្រាស់ណៃនោះហើយនេះគឺយើងមករៀបផ្លែរបស់យើងក៏បានស្អាតមកអ្នកគ្នាចង់ដាក់មិនចាំដាក់អត់ទៅតែខ្ញុំសាញ់ចាំញ៉ាំផ្លែនេះនឹងចាំឲ្យទឹកខ្ញុំយកស្លាត់យកមកត្រប់ជាមួយសាខាញ់ញ៉ាំម្លាយយូរដែរអ្នកគ្នាហើយនេះម្ហូបយើងគឺរួចហើយយើងដួសដាក់ចានមកអ្នកគ្នាបិទតែតំណងអត់ពណ៌វាស្អាតមែនប៉ុន្តែធានារសជាតិឲ្យមកអែមមកឥឡូវគឺយើងមកភ្លុកស្ដាប់ដៃខ្លួនឯងអត់ទេមើលទឹកមកគាត់សើតំណងមែនអត់ឥឡូវយើងភ្លុកសិនទៅមើលទឹកមកក៏ได้ឆ្ងាញ់ដែរអ្នកគ្នាហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាអ្នកគ្នាបាយបាយ